Ok,ស្វាគមន៍ចំពោះកម្មមកដល់ channel ជាភាសាអង់គ្លេសរបស់ខ្ញុំថ្ងៃនេះខ្ញុំនិយាយអំពី prepositions of place គឺអាយ៉ាត់និបាតអំពីទីកន្លែងអញ្ចឹងតើមានពាក្យអ្វីខ្លះដែលនិយាយអំពីទីកន្លែងអស់គ្នាបាទសូមបញ្ជាក់ឡើងវិញអាយ៉ាត់និបាត preposition គឺជាពាក្យដែលប្រើដើម្បីបង្ហាញអំពីទំនាក់ទំនងរវាងពាក្យមួយទៅពាក្យមួយថាតើវាមានទំនាក់ទំនងអ្វីនឹងគ្នាឧទាហរណ៍ថាសៀវភៅនៅលើតុអញ្ចឹងទំនាក់ទំនងរវាងសៀវភៅគឺសៀវភៅនៅលើតុនេះគឺជាទំនាក់ទំនងរវាងវត្ថុពីរបាទជាមកពីថា in គឺមានន័យថានៅខាងក្នុង inside អញ្ចឹងឧទាហរណ៍ថា in the living room ណា in New York in the book in the mirror in the car in the picture in the world គឺន័យវាមានន័យថានៅក្នុងទាំងអស់ណាបាទadd បាទ add គឺយើងបង្ហាញអំពីទីតាំងមួយជាក់លាក់បាទយើងនិយាយជាមួយនឹងថា add the table អីចឹងទៅយើងនិយាយអំពីព្រឹត្តិការណ៍អ្វីមួយដូចជា concert ដូចជាអីទៅបាទហើយនឹងកន្លែងដែលយើងអាចនឹងធ្វើសកម្មភាពអ្វីមួយជារឿយអីចឹងទៅណាដូចជាយើងមើលat the entrance at the bus stop ហ្នឹងគឺជាកន្លែងជាក់លាក់ហើយណាបាទ at the table បាទ at the concert គឺកន្លែងដែលមានហេតុការណ៍ព្រឹត្តិការណ៍កើតឡើង at the party ដូចគ្នាដែរ at the movies គឺជាកន្លែងដែលយើងទៅញឹកញាប់ at university សកម្មភាពយើងរៀននៅសាលាគឺប្រចាំថ្ងៃ at work កន្លែងធ្វើការរាល់ថ្ងៃចឹងយើងប្រើ at ណាបាទ attached គឺយើងប្រើ on បាទ on ប្រើក្នុងន័យថា attached ន័យថាគឺវាជាប់នឹងអីមួយដូចជា on the wall បាទគឺជាប់នឹងជញ្ជាំងណានឹងដល់ពេលអាចន័យថា next to ឬក៏ alongside of the river ឬនៅក្បែរទន្លេក៏នៅតាមដងទន្លេដូចជា on the river នៅតាមដងទន្លេណាហើយក៏បង្ហាញអំពី something that is in a position above something អ្វីមួយដែលវានៅលើអ្វីមួយណា on the but the book is on the desk ហ្នឹងយើងពី left and right នៅខាងឆ្វេងដៃក៏ខាងស្ដាំដៃផងដែរ on the left នៅខាងឆ្វេងដៃណា on the right នៅខាងស្ដាំដៃយើងអំពី floor យើង on the floor ណាហ្នឹង on the first floor នៅជាន់ទី1ជាន់ទី1នេះអីនៃផ្ទះល្វែងណា apartment តែទៅជាមួយការធ្វើដំណើរដូចជា on trains on the bus on a plane បាទតាមរថភ្លើងតាមឡានក្រុងក៏តាមយានហោះអីចឹងទៅណាបាទ on TV on radio បាទតាមទូរទស្សន៍តាមវិទ្យុអីចឹងទៅបាទយើងមានពាក្យ next to by beside ហើយនឹងនេះន័យដូចគ្នាទេមានន័យថានៅក្បែរអ្វីមួយគឺចម្ងាយគឺអត់ឆ្ងាយទេគឺចម្ងាយនៅចិត្តណាដូចជា the girl who is by the to beside the house នៅក្បែរផ្ទះបាទនៅក្បែរផ្ទះ between នៅចន្លោះឬក៏នៅរវាងគឺនៅចំកណ្ដាលនៃអ្វីពីរណាអ្នកគ្នាបាទដូចជាthe town lies halfway between Rome and Florence បាទនៅចន្លោះ Rome ហើយនិង Florence អញ្ចឹង behind គឺខាងក្រោយ at the back of បាទដូចជា I hang my coat behind the door អញ្ចឹងជាមួយនៅខាងក្រោយទ្វារបាទក្រោយទ្វារបើជិះ behind the door មួយទៀត in front of គឺនៅពីខាងមុខបាទនៅពីខាងមុខមានន័យថាមិនដែរគឺនៅមុខអ្វីមួយក៏ណាម្នាក់ហ្នឹងណាបាទ she started talking to the man in front of her បាទគឺមនុស្សប្រុសម្នាក់គឺនៅឈរvềមុខនាងហើយនាងកំពុងតែចាប់ដើមនិយាយទៅកាន់គាត់ណាបាទនៅពីមុខunder នៅខាងក្រោមណាខាងក្រោមនៅទៀបជាងអ្វីមួយខាងក្រោមណាឬក៏តើបានមានអីមួយគ្របពីលើអញ្ចឹងទៅហ្នឹង the cat is under the chair ឃើញទេបាទឃើញcat អង្គុយក្រោម chair គឺកៅអីអញ្ចឹងទៅយើងវា under the chair below គឺ lower than something else គឺវានៅទៀបជាងអ្វីមួយដែរណាក៏ប៉ុន្តែมันសំដៅលើថាគ្របទេណាគឺវាអាចថាដាច់ពីគ្នាណាunder បាទ under ហ្នឹងគឺអាចថាគ្របផងឬក៏នៅពីក្រោមទៀបជាងហើយ under ហ្នឹងគឺថាដូចជាឆ្មាហ្នឹងគឺអង្គុយនៅលើកម្រាលអត់ចឹងទៅអញ្ចឹងវានៅជាប់ជាមួយនឹងផ្ទៃអ្វីមួយផងដែរណាបាទហើយបើ below នេះវិញគឺថាក្រោមនៅទៀបជាងហើយហាក់ដូចជាស្ថិតនៅក្នុងលំហអាកាស
ដូចជាមើលបាទ the plane is just below the cloud មើលបាទអញ្ចឹងវានៅលំហអាកាសណាបងយើងបាទ cloud គឺនៅលើអញ្ចឹង plane នៅក្រោមណាបាទនៅពីខាងក្រោមមើលដូចជាដូចជា clock បាទដូចថា clock នៅជាប់យើងអញ្ចឹងក៏តែ clock វានៅពីខាងក្រោមរូបភាពក៏តែរូបភាពនេះគឺមិនមែនជាប់ឲ្យគ្រាប់ទៅលើ clock ណាវាគ្រាន់តែថានៅពីលើណាហើយនៅពីលើនេះគឺវាលក្ខណៈថានៅក្នុងលំហអាកាសអញ្ចឹងរូបភាពនៅលើ clock មកលើនាฬิកាអញ្ចឹង the clock is below the picture ណាបាទវាមាន over បាទ over មានន័យថានៅខ្ពស់ជាងអ្វីមួយអីយ៉ាងទៅបាទខ្ពស់ជាងbut she held the umbrella over both of us គឺនៅពីលើខ្ពស់ជាងយើងហ្នឹងណា more than គឺច្រើនជាងបាទនៃច្រើនជាងទៀត over $100 លើស$100ក៏ច្រើនជាង$100ណាមួយទៀតនៃគឺ across from one side to the other side គឺសម្រាប់ថាឆ្លងពីមួយទៅមួយណាបាទដូចជានេះ over the bridge មានឆ្លងពីត្រើយនៃស្ពានមួយទៅត្រើយនៃស្ពានមួយទៀតណាបាទមួយទៀតគឺ overcoming an obstacle គឺយកជំនះលើអ្វីមួយបានដូចជា jumped over the gate អញ្ចឹង gate ហាក់ដូចជាឧបសគ្គមួយអញ្ចឹងពេលយើង jump over គឺយើងលោតផ្លោះពីលើវាបាទលោតផ្លោះពីលើរបងណាហ្នឹង above បាទ above មានថាគឺខ្ពស់ជាងអ្វីមួយហ្នឹងហើយក៏ប៉ុន្តែគឺវាមិនជាប់ជាមួយអ្វីមួយនឹងទេណាបើដូចជា pass above the lake បាទមានថាគឺវាអត់មាន pass ហ្នឹងគឺមានថាគឺជាកន្លែងផ្លូវដើរវាអត់មានជាប់ជាមួយនឹងទឹកបឹងណាគឺវានៅស្ថិតពីលើទឹកបឹងណាបាទដូចជាមិនចឹងបាទដូចជារូបភាពស្ថិតនៅពីលើនាឡិការ៉ូអញ្ចឹងរូបភាពនេះគឺវានៅជាប់ពីលើហ្នឹងសំទោសវានៅពីលើហ្នឹងតែវាអត់នៅជាប់ជាមួយ clock ទេណាហើយវានៅក្នុងលំហអាកាសផងដែរបាទនេះគឺជាការប្រើប្រាស់របស់វាមួយនេះគឺ across បាទ across នេះគឺពីខាងមួយទៅខាងមួយទៀតណាបាទហើយយើងបង្ហាញអំពីការកំណត់ទីតាំងហ្នឹងគឺច្បាស់លាស់ណាដូចជាអីឧទាហរណ៍ across the road គឺពីផ្លូវមួយទៅផ្លូវមួយខាងទៀតហ្នឹងគឺនេះវាមានការកំណត់ណាបងយើងបាទ across the field បាទគឺពីខាងចំការមួយទៅចំការមួយទៀតគឺមានការកំណត់ផងដែរណា he sailed across the Atlantic across នេះគឺមានន័យថា through ឬក៏ all over ណាបងយើងបាទមានន័យថាទូទាំងបាទឬក៏ពីពេញអីទៅណាបាទthrough បាទ through មានន័យថាពីខាងមួយទៅខាងមួយគឺកាត់ចូលទាំងស្រុងតែម្ដងដូចជា walked slowly through the wood មានថាដើរកាត់ព្រៃដល់ពីដើមព្រៃទៅចុងព្រៃណាបងប្អូននេះបាទណាគឺដើរចូលកាត់តែម្ដងគឺមិនមែនដើរវាងទេនេះគឺដើរកាត់ចូលតែម្ដងណាដូចជាយើងដើរកាត់park ណាបាទ walk through the park អញ្ចឹងយើងដើរកាត់ឆ្លងនៅក្នុងហ្នឹងហើយធ្លាយចេញទៅមកខាងទៀតណាបាទតែបើ walk past គឺយើងដើរវាងទេណាតែវាកាត់ដែរតែវាវាងមិនមែនកាត់ចូលទេបងប្អូននេះបាទto គឺបង្ហាញអំពីទីតាំងបាទទីតាំងនៃកិច្ចសព្ទអ្វីមួយដូចជា go to went to បាទទៅឈ្មោះទៅអីមួយណាបាទមាន go to bed បាទប៉ះជាមួយ bed ផងដែរ go to bed គឺចូលគេងបើយើងណាបាទ go to bed យើងមានពាក្យថាបាទ into គឺបង្ហាញអំពីចលនាបង្ហាញអំពីចលនានៃទង្វើនៃសកម្មភាពអ្វីមួយដូចជា go into the garden ឃើញទេ go គឺជាកិច្ចសព្ទបាទ go គឺជាកិច្ចសព្ទអញ្ចឹង into នេះគឺវាបង្ហាញអំពីចលនានៃកិច្ចសព្ទ go ហ្នឹងដែលជាកិច្ចសព្ទបង្គោលហ្នឹងថាខិតចូលទៅក្នុងអីហ្នឹងទៅបាទអញ្ចឹងចូលទៅក្នុងសួនច្បារណាបាទហើយពេលចូលហ្នឹងគឺហាក់ដូចជាចូលទៅក្នុងហ្នឹងគឺយើងឃើញថាមានទស្សនវិជ្ជាគឺមានអ្វីមួយនៅជុំវិញហ្នឹងតែម្ដងគឺហាក់ដូចជាស្រោបជុំវិញយើងតែម្ដងណារបៀង into ហើយនឹង in វាខុសគ្នាបើដូចជា in យើងប្រើជាមួយនឹងកិច្ចសព្ទ to be ណាបងប្អូនដូចជា I am in class ណាអញ្ចឹង she is in class they are in class អញ្ចឹងវាបង្ហាញពីស្ថានភាពនៃមនុស្សឬក៏នៃវត្ថុអ្វីមួយទេវាអត់មានបង្ហាញអំពីសកម្មភាពសកម្មនៃទង្វើរបស់មនុស្សអីនោះទេណាមិនដូចជា go គឺជាសកម្មភាពសកម្មអីអញ្ចឹងទៅតាណាចូលខិតទៅក្នុងសួនច្បារអីយ៉ាងទៅណាតែបើខ្ញុំនៅក្នុងវាគ្រាន់តែជាស្ថានភាពមួយតែប៉ុណ្ណោះអញ្ចឹងដូច្នេះយើងប្រើ in ជាមួយនឹង MSR
ហើយយើងប្រើ into ជាមួយនឹងកិរិយាសព្ទបង្គោលដូចជា go ដូចជាអីចឹងទៅណាបាទ come into go into walk into អីចឹងទៅបាទ run into អីចឹងទៅបើយើងបាទយើងចាំហើយ towards សវត្ថឈ្មោះនឹងកាន់អ្វីមួយកាន់តែគៀកចិត្តណាបើយើងដូចជា she stood up and walked towards him ដើរខិតទៅចិត្តគាត់ណាបាទដើរសំដៅទៅគាត់គឺខិតចិត្តគាត់ខិតឡើងបើយើងបាទ onto ក៏ស្តៀងនឹង into ដែរគឺវាបង្ហាញអំពីចលនានៃសកម្មភាពអ្វីមួយដែលជាកិរិយាសព្ទបង្គោលណាដូចជា I slipped as I stepped onto the platform platform គឺជាវេទិកាគ្នាបាទ step onto គឺឈានជើងឡើងលើវេទិកាណាអញ្ចឹង step គឺជាកិរិយាសព្ទមួយហើយណាអញ្ចឹង onto គឺបង្ហាញអំពីចលនានៃកិរិយាសព្ទគឺឈានជើងឡើងទៅលើបាទឡើងទៅលើវេទិកាបាទយើងប្រើ onto ដោយសារតែវាជាកិរិយាសព្ទសកម្មវាជា main verb មួយណាដែលមិនមែនជា am is are នោះទេបើ am is are យើងត្រូវប្រើជាមួយនឹង on ណាបងប្អូនគ្នា I am on the table I am on the first floor អីទៅបង្ហាញអំពីស្ថានភាពនៃអ្វីមួយក៏ណាម្នាក់ដែលស្ថិតនៅទីតាំងណាមួយណាតែនេះបង្ហាញអំពីចលនាណាមិនបានបង្ហាញអំពីស្ថានភាពនោះទេមួយទៀតយើងនិយាយអំពី from គឺមានន័យថាបង្ហាញថាពីកន្លែងមួយបាទដែលចាប់ផ្ដើមនៅកន្លែងណាមួយណា from នឹងពីណាមួយចឹងទៅដូចជា what time does the flight from Amsterdam arrive បាទ from Amsterdam ពីកន្លែងណាគឺពី Amsterdam ណាបាទអញ្ចឹង Amsterdam គឺជាចំណុចចាប់ផ្ដើមនៃការហោះហើរណាបាទនឹងដូចជា I go I go to Thailand អញ្ចឹង I go to Thailand from Cambodia បាទចាប់ផ្ដើមចេញពីណាចេញពីកម្ពុជាទៅណាបាទshe is from Thailand នាងមកពីកម្ពុជាបាទប្រភពមកពីកន្លែងចាប់ផ្ដើមគឺមកពីបាទ from Thai មកពីថៃយើងណាហ្នឹងបាទអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ហើយសូមតាមដានវីដេអូខ្ញុំខាងក្រោយទៀតបាទសូមខំរៀនចេះអរគ្នា